អាយុឧត្តមអភិសន្តិបណ្ឌិតសសុខាចាត់ទុកសមិទ្ធផលថ្មីក្នុងវត្តសេរីឧត្តមជាសក្ខីភាពនៃសាមគ្គីភាពនិងការរីកចម្រើននៃវិស័យពុទ្ធសាសនាក្រោមដំបូលសន្តិភាពពិធីសម្ពោធឆ្លងឧបឋានសាលានិងសមិទ្ធផលនានាក្នុងវត្តសេរីឧត្តមស្ថិតនៅក្នុងភូមិត្របែកឃុំពៀនរងស្រុកស្វាយអន្តរខេត្តព្រៃវែងត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់អាយុឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងនិងលោកជំទាវនាព្រឹកថ្ងៃទី9 ខែឧសភាឆ្នាំ2026ថ្លែងក្នុងឱកាសនោះអាយុឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ថាសមិទ្ធផលថ្មីក្នុងវត្តសេរីឧត្តមដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះគឺជាសក្ខីភាពនៃមហាកម្លាំងសាមគ្គីនិងការរីកចម្រើននៃវិស័យពុទ្ធសាសនាក្រោមដំបូលសន្តិភាពនិងជាទឹកចិត្តជ្រះថ្លារបស់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់វិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋអាយុឧត្តមអភិសន្តិបណ្ឌិតបានបង្ហាញការចូលរួមត្រេកអរយ៉ាងក្រៃលែងចំពោះការប្រែមុខមាត់ថ្មីនៃវត្តសេរីឧត្តមដែលវត្តនេះគឺជាទីអារាមប្រវត្តិសាស្ត្រដ៏ចំណាស់មួយដែលត្រូវបានកសាងឡើងតាំងពីឆ្នាំ1940ពលគឺមានអាយុកាលប្រមាណ86ឆ្នាំដោយឆ្លងកាត់ដំណាក់កាលរបបប្រវត្តិសាស្ត្រជាច្រើនរាប់ទាំងសម័យសង្គ្រាមនិងការបំផ្លិចបំផ្លាញក្នុងរបបប៉ុលពតអាយុឧត្តមបញ្ជាក់ថាពីទីអារាមដែលធ្លាប់រងការខូចខាតបច្ចុប្បន្នបានក្លាយជាទីសក្ការៈដ៏ស្រស់បំព្រងសម្រាប់ការបដិបត្តិធម៌របស់ពុទ្ធបរិស័ទជាមួយគ្នានេះប្រមុខក្រសួងមហាផ្ទៃបានថ្លែងអំណរគុណនិងកោតសរសើរដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្តរអាជ្ញាធរដែនដីនិងសប្បុរសជនពិសេសការណែនាំចង្អុលបង្ហាញពីសំណាក់សម្ដេចរលាហោមសខេងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលបានបូជាកម្លាំងកាយចិត្តនិងថវិកាដើម្បីកសាងសមិទ្ធផលនានាបម្រើឲ្យវិស័យសាសនាអាយុឧត្តមអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថាក្រោមដំបូលនៃសុខសន្តិភាពនិងការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលវិស័យព្រះពុទ្ធសាសនានឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាដើម្បីលើកកម្ពស់ការអប់រំសីលធម៌និងសុខដុមនីយកម្មក្នុងសង្គមជាតិពីវេទិកាអធិបតីអាយុឧត្តមអភិសន្តិបណ្ឌិតបានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំរក្សាសុខសន្តិភាពនិងស្ថិរភាពសង្គមស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាអាយុឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើដល់អាជ្ញាធរដែនដីបន្តម្ចាស់ការដោះស្រាយសំណុំពរនិងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាពិសេសការត្រៀមលក្ខណៈសង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិផ្សេងៗក្នុងរដូវវស្សាព្រមទាំងបន្តរឹតបន្តឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដោយផ្ដោតសំខាន់លើការផ្សព្វផ្សាយច្បាប់ចរាចរណ៍និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋអាយុឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក៏បានជំរុញឲ្យលោកគ្រូអ្នកគ្រូបណ្ដុះស្មារតីស្នេហាជាតិដល់សិស្សានុសិស្សនិងអប់រំពួកគេឲ្យជៀសឆ្ងាយពីគ្រឿងញៀនក្មេងទំនើងនិងល្បែងស៊ីសងគ្រប់ប្រភេទរួមទាំងការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យបន្តយកចិត្តទុកដាក់ថែទាំសុខភាពតាមរយៈការហូបស្អាតផឹកស្អាតរស់នៅស្អាតនិងការសន្សំសំចៃក្នុងស្ថានភាពវិបត្តិថាមពលសកលថ្ងៃសប្តាហ៍រងទទួលបាន10000រៀលជាការងារ44នាក់និងម្នាក់